នេះកំពុងតែធ្វើដំណើរចេញទៅស្ទូចត្រីម៉ាក្រូបាទឥឡូវពីព្រឹកនេះយើងកំពុងតែធ្វើដំណើរទៅហើយគឺយើងធ្វើដំណើរពី Lowell ទៅដល់ Gloucester ឥឡូវកំពុងតែធ្វើដំណើរតាមផ្លូវនៅពេលព្រឹកនេះដោយសារតែយើងមានអាកាសធាតុត្រជាក់នៅពេលព្រឹកនេះ Continue straight for 7 minutes to exit 72A, I-95 North, US 3 South, Boston, Ubity. ក្រោយពីយើងធ្វើដំណើរបានរយៈពេលជិត1ម៉ោងហើយយើងធ្វើដំណើរពីព្រះអាទិត្យមិនទាន់រះឥឡូវបានធ្វើដំណើរដល់ផ្លូវចូលទៅទីកន្លែងដែលត្រូវស្ទូចត្រីពេលនេះយើងបានមកដល់ផ្លូវចូលហើយឥឡូវនេះយើងបានមកដល់ឬម៉ោង 5:20 នាទីពេលព្រឹកឥឡូវយើងបានចុះពីលើរថយន្តដើម្បីរៀបចំចេញធ្វើដំណើរថ្មើរជើងបន្តទៅទីកន្លែងដែលត្រូវស្ទូចត្រីបន្តឥឡូវនេះគឺយើងធ្វើដំណើរដោយថ្មើរជើងកំពុងតែធ្វើដំណើរបន្តដោយសារតែមេឃមិនទាន់ភ្លឺយើងត្រូវប្រើភ្លើងដើម្បីបញ្ចាំងមើលផ្លូវក្នុងការធ្វើដំណើរបន្តទៅដល់ទីកន្លែងដែលយើងត្រូវស្ទូចត្រីបាទក្នុងការធ្វើដំណើរពីកន្លែងរថយន្តទៅកន្លែងស្ទូចត្រីនេះមានប្រវែងប្រហែលជា500ម៉ែត្រដែលយើងត្រូវធ្វើដំណើរទៅក្រោយពីដែលយើងមកដល់ទីតាំងដែលយើងត្រូវស្ទូចត្រីគឺដំបូងគឺយើងត្រូវតែរៀបចំសន្ទូចបាទគឺរៀបចំដងសន្ទូចយើងឲ្យមានរបៀបរៀបរយយើងបញ្ចូលខ្សែនិងដាក់ផ្លែនិងរៀបចំដើម្បីយើងធ្វើការស្ទូចត្រីក្រោយពីដែលយើងរៀបចំដងរួចហើយគឺយើងត្រូវជ្រើសរើសផ្លែក្នុងការស្ទូចត្រីម៉ាក្រូនេះគឺប្លែកពីត្រីផ្សេងដោយយើងប្រើប្រាស់ផ្លែសពនិមិត្តដែលក្នុងផ្លែនេះក្នុងមួយចង្កោមមាន6ផ្លែសម្រាប់បោះចូលទៅក្នុងទឹកដោយពុំចាំបាច់ប្រើនុយនៅក្នុងផ្លែនីមួយៗទេក្រោយពីបានរៀបចំរួចរាល់ហើយឥឡូវនេះម៉ោង 5:40 នាទីពេលព្រឹកឥឡូវបានកំពុងតែបោះដើម្បីស្ទូចត្រីហើយឥឡូវយើងនឹងតាមដានក្នុងការស្ទូចត្រីម៉ាក្រូតែមានសកម្មភាពជាបន្តបន្ទាប់
ក្រោយពីបោះខ្សែដំបូងឥឡូវនេះត្រីបានស៊ីជាប់នៅផ្លែចំនួន5ក្នុងការបោះជាលើកដំបូងនេះបាទនេះគឺជាត្រីម៉ាក្រូដែលវាជាប់នៅផ្លែសន្ទូចបន្តគ្នាមានចំនួន5ដែលជាខ្សែដំបូងបាទឃើញថាឥឡូវនេះត្រីចាប់ដើមស៊ីបន្តរហូតតទៅហើយដោយសារត្រីម៉ាក្រូនេះគឺវាមានពេលដែលត្រូវវាស៊ីនៅពេលដែលព្រះអាទិត្យបានរះកំពុងតែរះនៅពន្លឺព្រឿងគឺត្រីនេះចាប់ដើមស៊ីហើយរហូតនៅពេលដែលព្រះអាទិត្យរះបើកថ្ងៃពេញគឺត្រីនេះគឺលែងបន្តការស៊ីទៀតទេហើយបាទលើមួយផ្លែនេះគឺបាន5បាទឥឡូវនេះគឺមានបងប្អូនយើងបានមកស្ទូចត្រីម៉ាក្រូនេះកាន់បន្តច្រើនមានចំនួនច្រើនទៅហើយចំពោះក្នុងការស្ទូចត្រីម៉ាក្រូនេះដែរអ្នកដែលស្ទូចត្រីទាំងអស់នេះគឺសិតតែមាន license ក្នុងការស្ទូចត្រីបាទព្រោះអីតម្រូវឲ្យយើងទិញ license ក្នុងការស្ទូចត្រីនេះទើបយើងអាចមកស្ទូចត្រីនេះបានអញ្ចឹងបងប្អូនយើងទាំងអស់ដែលកំពុងតែស្ទូចនេះគឺសិតតែជាអ្នកបានទិញនៅ license សម្រាប់ស្ទូចត្រីម៉ាក្រូនិងត្រីផ្សេងទៀតផងដែរឃើញថាបងប្អូនយើងបានមកជាបន្តច្រើនទៅនៅបន្តគ្នារហូតទៅដល់ចុងបាទមកមួយលើកអត់ចង់រួចទេដាក់សនុកណាស់ចុង Wow.
មកហើយពេញផ្លែទាំងអស់បាទនេះគឺពេញផ្លែទាំងអស់ពី4 6បាទម្ដងគឺបាន6បាទបាទហើយឥឡូវនេះក៏ត្រីចេះតែបន្តស៊ីបន្តរហូតបាទបងប្អូនយើងគ្រប់គ្នាទាំងអស់គឺបានត្រីគ្រប់គ្នាហើយក្នុងនោះដែរគឺសឹងតែបានគ្រប់ផ្លែផងដែរព្រោះត្រីនៅទីកន្លែងនេះគឺសម្បូរបាទសម្បូរត្រីណាស់នៅក្នុងនៅកន្លែងនេះអញ្ចឹងហើយជាហេតុធ្វើឲ្យបងប្អូនយើងចូលចិត្តមកស្ទូចនៅទីកន្លែងនេះបាទពេញបានពេញផ្លែលើកប្រឹងឥឡូវមើលហើយមកហើយនេះផ្លែ6លើកហ្នឹងលើកសិនបាទទៅអត់បើកមកឲ្យគេមើលមុខផងទេនេះក៏ជាទស្សនវិជ្ជាមួយដ៏សប្បាយរីករាយផងដែរដោយឃើញត្រីជាប់សន្ទូចបាទគ្រប់គ្នាតាមផ្លែនីមួយមកគឺគ្រប់ផ្លែទីកន្លែងនេះគឺសម្បូរត្រីម៉ាក្រូច្រើនតែបងប្អូនយើងឧស្សាហ៍តែមកស្ទូចនៅទីកន្លែងនេះបាទឃើញថាមើលបានគឺគ្រប់គ្នាទាំងអស់បាទត្រីក្រាក់ម៉ាក្រូគឺគ្រប់ផ្លែ
ងបង ហើយចាំមើលស្នាដៃនេះគឺផ្លែ11ផ្លែ11នេះមិនហើយមើលចាំមើលស្នាដៃបាទឥឡូវមកហើយលើកមួយនេះរាប់មើលបានបាន 3 5 8 អូខេមើលនេះហើយក្នុងការដោះក៏មានតិចនិចរបស់គាត់សម្រាប់ដោះ ដល់ស្រួលទេជាពាក់គ្នាពាក់ផ្លែយើងត្រូវដាក់ផ្លែខ្សែហ្នឹងឲ្យវាលាតបាញ់ជ្រួអស់មួយពីរ ឥឡូវចាប់ផ្ដើមទៀតហើយ ក្រោយពីម៉ោង7ព្រឹកទៅឃើញថាបងប្អូនយើងដែលកំពុងស្ទូចនោះគឺពុំសូវជាបានត្រីទេដោយសារតែមេឃវាព្រះអាទិត្យរះថ្ងៃមកហើយគឺត្រីពុំសូវជាឡើងមកដូចពីព្រឹកព្រលឹមទេបាទ tại ban mà pin flyមួយមើល បាទក្រោយពីដែលបើកថ្ងៃខ្លាំងមកបានជឿថាត្រីនេះគឺលែងសូវស៊ីដូចពេលព្រឹកព្រលឹមទៀតហើយព្រោះអីត្រីនេះគឺនៅពេលដែលថ្ងៃបើកមកខ្លាំងគឺត្រីចាប់ដើមធ្វើដំណើរចូលទៅក្នុងសមុទ្រវិញអញ្ចឹងនៅពេលដែលពីព្រឹកព្រលឹមគឺត្រីនេះគឺវាមករកចំណីនៅខាងដូច្នេះបើសិនជាបងប្អូនចង់ស្ទូចត្រីម៉ាក្រូគឺបងប្អូនត្រូវទៅពីព្រលឹមទើបសម្បូរត្រីនេះបាទ ប
ក្រោយពីបើកថ្ងៃមកខ្លាំងគឺបងប្អូនយើងកំពុងតែធ្វើដំណើរត្រឡប់ទៅម្ដងម្នាក់មើលទៅគេហដ្ឋានរៀងខ្លួនវិញដោយសារតែត្រីគឺលែងសូវស៊ីហើយនៅទីកន្លែងនេះផងដែរគឺមានបក្សីជាច្រើនព្រមទាំងទេសភាពគួរឲ្យគយគន់និងខ្យល់អាកាសដ៏បរិសុទ្ធនៅចេញពីផ្ទៃសមុទ្រដោយគួរឲ្យចង់ទៅស្ទូចត្រីដើម្បីបន្ធូរអារម្មណ៍នៅទីកន្លែងនេះក្រោយពេលដែលស្ទូចរយៈពេល2 ម៉ោងនៅបានរៀបចំស្ទូចចេញទៅវិញហើយត្រីយើងក៏បានច្រើនដែរឥឡូវចាប់ដើមចេញទៅវិញហើយ ពួកយើងបានត្រឡប់ទៅវិញក្រោយពេលស្ទូចរយៈពេលជិត2 ម៉ោងឥឡូវគឺម៉ោង 7:30 នាទីពេលព្រឹកបានត្រឡប់ទៅវិញហើយដោយសារតែត្រីលែងសូវមានគឺត្រីលែងសូវស៊ីហើយដូច្នេះគឺពួកយើងបានត្រឡប់ទៅវិញនៅម៉ោង 7:30 នាទី
ន្លែងនេះគឺមានទេសភាពស្អាតគួរឲ្យចង់គយគន់រួមផ្សំនឹងផ្ទៃទឹកសមុទ្រដ៏ខៀវស្រងាត់ហើយដៃលេងគ្នា បាទឥឡូវនេះយើងបានមកដល់រថយន្តហើយក៏បានធ្វើដំណើរវិលត្រឡប់មកគេហដ្ឋានវិញដោយចងចាំនៅទិដ្ឋភាពចង់វិលត្រឡប់មកទីកន្លែងនេះម្ដងទៀតបាទសូមអរគុណដល់បងប្អូនទាំងអស់ដែលតាមដាននៅក្នុងសកម្មភាពដែលស៊ូត្រីម៉ាក្រូនៃព្រឹកនេះបាទសូមអរគុណនិងសូមជម្រាបលាបាទសូមអរគុណច្រើន